ស្វាគមន៍អ្នកក៏និយមគ្រប់គ្រងគ្រប់បដិអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងទឹកដីធម្មពលវិញ្ញាណវគ្គ2ដែលជាភាគទី106ហើយសាច់រឿងចាប់ផ្ដើមឡើងមកហើយឃើញទីតាំងមួយនៅក្នុងក្រុងរីសឹងដែលនិកាយព្រលឹងបរិសុទ្ធ2អ្នកនឹងកំពុងតែចាំនៅចំណាត់ខ្មាំងរួចហើយឆ្លៀតដកមេបន្តិចភ្លាមនោះលន់សូទៅឆ្វាយគ្នាគេឆ្ងល់ហើយជុំមិនក្បាលពួកមកឯងមាន2អញ្ចឹងតែបន្ទាប់ពីមើលច្បាស់បន្តិចជីវិតរបស់គេក៏ខ្សែសង្ខារបាត់ទៅហើយហួយហៅក៏បានដោះលែងមនុស្សដែលពួកគេចាប់មកហួយហៅបន្ទាប់ពីប្រើប្រាស់នៅវិញ្ញាណអង្គរបស់គាត់តាមដានមើលព្រមទាំងបង្ហាញឲ្យឃើញនៅផ្ទះតូចមួយនេះណានឈៀវចូលមកដល់ឃើញថានៅក្នុងនេះសុទ្ធតែជាឈាមនាងបារម្ភខ្លាំងមែនតែថាតាមម្ដាយរបស់នាងទៅណាទៅគាត់មានគ្រោះថ្នាក់ហើយទេតែហួយយូហៅប្រាប់ថាម៉ាក់របស់នាងនៅរស់នោះទេកុំឲ្យបារម្ភគាត់គឺនៅខាងក្នុងលើបែបនេះឈៀវក៏បានទៅបើកទ្វារចូលមកដល់ក្នុងបន្ទប់មួយឃើញម្ដាយរបស់នាងពិតជារំភើបចិត្តយ៉ាងខ្លាំងម្ដាយរបស់ឈៀវសួរទៅកាន់កូនស្រីហេតុអ្វីបានជិះនៅទីនេះប្រញាប់ចាក់ចេញភ្លាមទៅតែឈៀវនៅទៅសួរសុវត្ថិភាពម្ដាយរបស់នាងដោយក្តីព្រួយបារម្ភគាត់ប្រាប់ហើយថាមិនអីនោះទេក៏ដោយសារតែគាត់បានស្គាល់ជាមួយនឹងគេម្នាក់នោះបើទោះបីជាពេលនេះគេខ្លាចទៅជា So Master បិសាយក៏ដោយក៏គេមិនធ្វើបាបគាត់នោះដែរគឺគ្រាន់តែយកនៅព្រលឹងក្បាច់កូនរបស់គាត់ព្រមទាំងឃុំគាត់នៅទីនេះដូចបាក់សៃជាសំណាងល្អដែលកូនស្រីមកដល់ហួយយូហៅចូលមកក៏ដូចជាប្រាប់ថាគាត់គឺត្រូវមកស្ដារបំផ្លាញព្រលឹងដូច្នេះនេះគឺជាថ្នាំបន្សាបត្រូវប្រញាប់ចាក់ចេញពីទីនេះសួរឈៀវថាតើហ្វឹងលីងនៅឯណាដឹងពីទីតាំងហើយហួយយូហៅយល់ថាស្ថានភាពគឺកាន់តែពិបាកមកដល់ហើយនៅហ្វឹងលីងឃើញថានៅពេលនេះចៃម្នាក់នឹងក៏ចាប់ផ្ដើមប្រើប្រាស់នៅធម្មពលរបស់នាងបណ្ដាលឲ្យហ្វឹងលីងក៏មាននូវសញ្ញាលើខ្លួនហួយយូហៅខណៈពេលដែលទៅគៀកក៏ស្រាប់តែឃើញនៅពន្លឺចែងចាំងដឹងថាវីវប្រញាប់រត់ចេញហ្វឹងលីងក៏បានស្រ័យក៏ព្រោះថារាងកាយរបស់គេបានបំផ្ទុះខ្លាចទៅជាផេះក្នុងពេលមួយរំពេចហួយយូហៅក៏ស្ទុះស្ទាយជួយសង្គ្រោះទៅដល់ម្ដាយកូនរបស់អ្នកទាំងពីរស៊ីធានយ៉ាននៅនេះវិញគេក៏បានញញឹមក៏ព្រោះថាចំណាត់ខ្មាំងគឺត្រូវបានគេរំដោះទៅនៅនឹងកន្លែងតែអ្នកនឹងយល់ព្រមដែរទេកែភ្នែកអាសូរ៉ាក្រឡេកមកក្នុងក្រុងវិញឃើញថាទាហានក៏បានឡោមព័ទ្ធជុំចិត្តឲ្យអ្នកនៅខាងក្នុងប្រញាប់ប្រគល់ខ្លួនភ្លាមទៅឈៀវរអ៊ូហើយក៏ព្រោះថាកងទ័ពសូម៉ាស្ទ័ររបស់ស្ដេចបិសាចគឺពិតជាមកលឿនខ្លាំងណាស់ហួយហៅដឹងថាត្រាដែលនៅលើខ្លួនរបស់ហ្វឹងលីងមិនត្រឹមតែអាចបំផ្ទុះនោះទេថែមទាំងជាឧបករណ៍កំណត់ទីតាំងផងដែរបែបនេះហួយហៅក៏បានគប់ក្របបាយរបស់គាត់បំផ្ទុះរួចប្រើនៅក្រញ៉ាំរបស់គាត់វាប្រហារចេញទៅលបឿននៅលើរបស់គាត់វាប្រហារសម្រាប់ពួកគេប្រើនៅចំហាយទៅក៏បំផ្ទុះខណៈពេលដែលហួយហៅវាយបើកផ្លូវជួយម្ដាយកូនត្រកូលណានឲ្យគេចចេញភ្លាមនោះស្រាប់ទៅលើនៅជាងខ្លាំងម្នាក់គេបានប្រើប្រាស់នៅស្នៀតគុកទំនីស្នៀតមួយនេះក៏បានដាក់សម្ពាធទៅលើហួយហៅបណ្ដាលឲ្យកម្រើកលែងរួចងាកទៅមើលក៏ស្រាប់ទៅបានឃើញគេបញ្ចេញនៅកងព្រលឹងជាច្រើនក៏ដូចជាប្រាប់ពីរហស្សនាមដែលគឺជាស្ដេចរន្ទះងងឹតម្ដាយឈៀវដឹងថាគឺជាគេហួយហៅនិយាយថាម្នាក់នេះមិនត្រឹមតែមាននៅកម្រិតខ្ពស់នោះទេថែមទាំងជាវិស្វករព្រលឹងណែនាំកម្រិតទី9ទៀតផងវិនិតិនោះក៏ស្រាប់តែមានអាប់ងងឹតមួយជុំចិត្តព្រមទាំងបរោះរុំស្បៃមុខដូចជាម៉ាមីចេញមកដល់ណែនាំខ្លួនខ្ញុំគឺជាកញ្ចក់ថានរូធានម៉ាំងកាល់បានដឹងថាជាងខ្លាំងលេវល95ឡើងដល់ទៅ2បែបនេះក៏មាននៅការភ្ញាក់ផ្អើលណាស់ដែរស្ដេចរន្ទះងងឹតប្រាប់ហើយថាថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ឯងហើយគ្រាន់តែកម្រើកដៃឧបករណ៍មួយអមទៅដោយចំហាយរន្ទះក៏ធ្លាក់ចុះមកបង្កើតទៅជាក្បួនឡោមព័ទ្ធអមជាមួយនឹងទាហានរាប់ពាន់នាក់ដោយឡែកក្រឡេកទៅកាន់យាយគូយីឃើញនៅថ្នាក់ដឹកនាំក្រុមមិនទាន់ត្រឡប់មកវិញនិយាយហើយកុំប្រាប់ខ្ញុំណាសឺសានសឹកបានប្រាប់ទៅនាងវិញក៏ព្រោះថាបេសកកម្មរបស់ពួកយើងគឺនាំនៅចំណាត់ខ្មាំងទៅកាន់កន្លែងសុវត្ថិភាពចៃថោសម្លឹងទៅខាងក្រោយឃើញនៅកងទ័ពរបស់ស្ដេចបិសាចបែបនេះសានសឹកឲ្យអនុវត្តផែនការដែលហួយយូហៅរៀបចំទុកជាមុនពួកគេគឺត្រូវតែបំបីកម្លាំងសម្លឹងមើលហួយយូហៅគាត់ចង់ប្រើប្រាស់នៅដែនធម្មពលដើម្បីបាំងភ្នែករបស់ពួកគេអូបន្លាយពេលពី3វិនាទីដើម្បី teleport ចេញទៅខាងក្រៅរួចប្រើនៅស្នេហ៍របាំងព្រិលក្នុងពន្លឺព្រះអាទិត្យស្នេហ៍មួយនេះចំហាយទៅក៏គឺពិតជាខ្លាំងទាហានទាំងនោះរាងកាយក៏បែកខ្ញែករាងកាយតែបែបនេះក៏ដោយនាំនៅអ្នកទាំងពីរទៅគឺមិនអាច teleport បាននោះទេខណៈពេលនោះក៏ឆ្លៀតប្រើប្រាស់នៅធម្មពលផ្លូវចិត្តរបស់គាត់ចាត់ការអ្នកដែលតាមតែនៅទីនេះធម្មពលវិប្រហារផ្លូវចិត្តរបស់ហួយយូហៅមិនអាចធ្វើទៅបាននោះទេគាត់ដឹងហើយថាមាន So Master បិសាចប្រភេទផ្លូវចិត្តនៅទីនេះអ្នកទាំងបីឈប់សិនបានឃើញនៅចៃនេះដើរចេញមកយូហៅសួរថាតើអ្នកគឺជាអ្នកណានាងតបមកវិញថាឯងបានសម្លាប់ប្អូនស្រីរបស់យើងហួយយូហៅគ្មានអ្វីនឹងលាក់លៀមថាត្រឹមត្រូវគាត់គឺសម្លាប់មែនជាហេតុធ្វើនាងស្ទើរតែមិនជឿហួយយូហៅត្រឹមជាស្ដេចព្រលឹងធម្មតាមិននឹងអាចសម្លាប់ប្អូនស្រីរបស់នាងបានទៅហួយយូហៅប្រាប់បន្ថែមក៏ព្រោះថានាងបានធ្លាក់ចុះផ្លូវបិសាចស័ក្តិសមនឹងស្លាប់យូហៅបានឲ្យនាងដឹងនៅពាក្យផ្ដែផ្ដាំរបស់ប្អូនស្រីដែលប្រាប់កុំឲ្យបងស្រីងប់ងល់នៅក្នុងការសងសឹកទៀតអី